យប់មិញបើសិនបើជាបឺណាដូស៊ីលវ៉ាអត់កាចក្រហមនៅនាទីទី20ទាំងអស់គ្នាតើរៀលម៉ាឌ្រីតនឹងទៅជាណាព្រោះថា20នាទីដំបូងក្រោមការដឹកនាំរបស់តាប៉េបតម្រង់នេះគឺមែនស៊ីទីគ្រប់គ្រងការប្រកួតសឹងតែទាំងស្រុងទៅហើយប៊ីសនឹងរកគ្រាប់បាល់បានសុទ្ធជាច្រើនជើងផងប៉ុន្តែយ៉ាងណាគឺកំហុសបឺណាដូស៊ីលវ៉ាក្នុងការយកដៃទៅពាំងបាល់ការសុទ្ធពី VC Junior ធ្វើឲ្យញ៉ាកតាឆែក VR ឲ្យបាល់ពេលនាទីឲ្យថែមទាំងឲ្យកាចក្រហមទៅកាន់បឺណាដូស៊ីលវ៉ាទៀតធ្វើឲ្យការប្រកួតនេះគឺតានតឹងមែនទែនសម្រាប់លោកប៉េបកាឡាក៏ដូចជាចែកគ្នាត្រឹមប៉ុណ្្នឹងហើយជាមួយនឹងពានរង្វាន់ UEFA Champions League ធ្លាក់ត្រឹមវគ្គ16ក្រុមចុងក្រោយទាំងពីរជើងគឺ Man City លេងអត់ឈ្នះរៀលទេសរុបទៅផលគឺ5-1ជើងទី1គឺរៀលដាក់ 3-0 ជើងទី2គឺចប់ទៅផលគឺ2-1រកគ្រាប់បាល់ឲ្យជូនមកទាំងពីរគ្រាប់តែម្ដងការប្រកួតចំណុចខ្ញុំហ៊ាននិយាយថា Man City គឺគាត់ប្រឹងអស់ហើយជាពិសេសគឺ Jeremy Doku ក៏ប្រឹងអស់ដែរទាំងអស់គ្នាទោះបីជាកាតក្រហម Bernardo Silva ប៉ុន្តែ Man City មិនបោះបង់ក្តីសម័យទេក្នុងការវិបករៀលធ្វើការសម្រុករហូតដល់អាចរកគ្រាប់បាល់មួយស្មើបានបន្ទាប់ពីរៀលនាំមុខ 1-0 ការសុទ្ធបាល់ម៉ៅនាទីទី40ជាងគឺ Haaland ដាក់មួយស្មើប៉ុន្តែយ៉ាងណាចូលដល់តង់ទី2គឺ Man City មិនអាចរកគ្រាប់បាល់ជាបន្តទៀតទេមានតែ plot ឲ្យរៀលមកទៀតដាក់វិញនៅនាទីទី40+3ពី Vinci Junior 2-1ធ្វើឲ្យរៀលឡាតការវគ្គ8ក្រុមចុងក្រោយហើយខ្ញុំហ៊ាននិយាយថា 100% គឺរៀលម៉ាឌ្រីតនឹងធ្វើការងារធ្ងន់ទៀតជួបគ្នាជាមួយនឹងក្រុមគឺជាងកម្លាំងរបស់អាល្លឺម៉ង់អានំប៉័ងបាយ៉ឺន8ក្រុមរៀលនឹងជួបជាមួយនឹងអានំប៉័ងបាយ៉ឺនតើរៀលអាចឆ្លងផុតអានំប៉័ងបាយ៉ឺនអត់អាគេចង់ភ្លេចអា8-2នឹងបាត់ PSG នេះមករំលឹកវិញឯណា PSG ឈ្នះទៅកាន់ Chelsea ទាំងពីរជើងគឺ8-2ទាំងអស់គ្នាចំណែករៀលម៉ាទៅវិញទាំងពីរជើងគឺ5-1ហើយកូនដំរីតូចអាសរ៉ានោះគឺទាំងពីរជើង3-1រួមជាមួយនឹង Sporting Lisbon នឹងគឺសរុបទាំងពីរជើងវិបកទៅកាន់ Bodo Glimt វិញលទ្ធផលគឺ5-3ទាំងអស់គ្នាជើងទី1ចាញ់ 3-0 ជើងទី2គឺវិបកដល់ 5-0 វិញអស់តោះតែសាំនឹង PSG មើលអញអើយ8-2ណាសាំហ្មងសាំប្រហើយហ្មង